ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងតាមដានរឿង Hunter x Hunter បន្តទៀតបន្ទាប់ពីធ្វើដំណើរអស់មួយយប់គ្នារបស់ Gon បានទៅដល់ទីក្រុងមួយឈ្មោះ Saban ជាធម្មតាការប្រឡង Hunter គេបដូរកន្លែងរាល់ឆ្នាំបើសិនជាអត់មាន Kiriko នាំផ្លូវទេបេក្ខជនមិនអាចរកកន្លែងប្រឡងឃើញឡើយបន្ទាប់មកពេលដើរទៅដល់អគារខ្ពស់មួយអ្នកនាំផ្លូវប្រាប់ថាដល់ហើយគ្រាន់តែបានឃើញអគារខ្ពស់អញ្ចឹង Gon ហើយនឹងមិត្តភ័ក្តិរបស់ Gon គាត់មានអារម្មណ៍ថារំភើបចិត្តយ៉ាងខ្លាំងតែអ្នកនាំផ្លូវប្រាប់ថាមិនមែនអាមួយនឹងទេនេះអាមួយនេះឃើញអញ្ចឹង Leorio អត់ចង់ជឿទេគិតថាអ្នកនាំផ្លូវប្រហែលជាលេងសើចជាមួយនឹងគាត់ហើយវាមិនដែរណាមានការប្រឡង Hunter ដែលមានមនុស្សចូលរួមរាប់រយនាក់មកប្រឡងនៅក្នុងហាងតូចមួយអញ្ចឹងទេប៉ុន្តែអ្នកនាំផ្លូវអត់បាននិយាយលេងសើចជាមួយពួកគេទេហើយក៏នាំពួកគេចូលទៅខាងក្នុងភោជនីយដ្ឋានហ្នឹងមិនមែនជាភោជនីយដ្ឋានធម្មតាទេគេមានបន្ទប់ពិសេសមួយដែលទាល់តែកំងត្រូវមុខម្ហូបទើបឲ្យចូលទៅនៅពេលហ្នឹង Gon ស្មានតែបានញ៉ាំអីឆ្ងាញ់ហើយប៉ុន្តែគូរ៉ាពីកាប្រាប់ថាអត់មានអីញ៉ាំទេអាម្ហូបដែលអ្នកនាំផ្លូវកំងមុនហ្នឹងគឺគ្រាន់តែជាពាក្យសម្ងាត់តែប៉ុណ្ណោះមុនត្រឡប់ទៅវិញអ្នកនាំផ្លូវបានសរសើរក្រុមរបស់ Gon ថាសុទ្ធតែជាមនុស្សពូកែទើបតែចូលរួមលើកទី1សោះអាចមកប្រឡងបានជាស្ថិតិអ្នកចូលរួម 10000 នាក់មានតែម្នាក់គត់ដែលអាចមកដល់ដំណាក់កាលហ្នឹងនៅពេលហ្នឹង Gon បានអរគុណអ្នកនាំផ្លូវយ៉ាងខ្លាំងធ្វើឲ្យអ្នកនាំផ្លូវដែលជា Kiriko មានការរំភើបហើយសប្បាយចិត្តមុននឹងចាកចេញទៅគាត់បាននិយាយប្រាប់ Gon ថាសង្ឃឹមថាឆ្នាំក្រោយបានជួបគ្នាម្ដងទៀតបន្ទាប់ពីអ្នកនាំផ្លូវចេញទៅបាត់ទើបក្រុមរបស់ Gon ដឹងថាតាមពិតបន្ទប់នោះគឺជាចណ្ដារយន្តដែលនាំពួកគេចុះទៅខាងក្រោមហើយមើលទៅប្រហែលជាចុះទៅជ្រៅទៀតទើបពួកគេមានពេលអង្គុយនិយាយគ្នាលេងនៅពេលហ្នឹង Leorio បានរំលឹកយកសម្ដីរបស់អ្នកនាំផ្លូវនិយាយមុនហ្នឹងមកនិយាយអីគេឆ្នាំក្រោយជួបគ្នាមើលងាយម៉េះស្មានតែគេប្រឡងអត់ជាប់មែនហើយគូរ៉ាពីការប្រាប់ថាមិនមែនគេមើលងាយទេការប្រឡងធ្វើជា Hunter ហ្នឹងវាពិបាក3ឆ្នាំជាប់តែម្នាក់តែប៉ុណ្ណោះបន្ទាប់មកមិនយូរប៉ុន្មានចណ្ដារយន្តរបស់ពួកគេទៅដល់គោលដៅហើយនៅពេលនោះក្រុមរបស់ Gon មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញមានបេក្ខជនជាច្រើនអ្នកទៀតបានទៅដល់មុនពួកគេទៅទៀតហើយមើលទៅម្នាក់មិនមែនជាមនុស្សធម្មតានោះទេបន្ទាប់មកទៀតគេបានចែកលេខរៀងឲ្យក្រុមរបស់ Gon ម្នាក់មួយហើយ Gon បានលេខចុងក្រោយគេគឺ405ក្រោយមកបន្តិចមានបេក្ខជនម្នាក់ឈ្មោះថនប៉ាបានមករាក់ទាក់ស្វាគមន៍ពួកគេដោយសារតែឃើញពួកគេជាចំណូលថ្មីពេលហ្នឹងថនប៉ាបានអួតថាគាត់មានបទពិសោធន៍ប្រឡង35ដងហើយក្រុមរបស់ Gon ចង់សួរអីក៏គាត់ដឹងដែរយីអាប៉ែនេះប្រឡងធ្លាក់35ដងហើយនៅអួតទៀតខណៈពេលដែលពួកគេកំពុងនិយាយគ្នាស្រាប់តែឮបេក្ខជនម្នាក់បានទ្រហោឈឺចាប់ដោយសារតែដៃរបស់គាត់បានរលាយคล้ายទៅជាផ្កាអ្នកដែលធ្វើអញ្ចឹងដាក់គាត់គឺបេក្ខជនឈ្មោះ Hisoka ហើយមូលហេតុគឺដោយសារតែជនរងគ្រោះដែលប៉ះគាត់ហើយអត់សុំទោសថនប៉ាបានប្រាប់ថាបេក្ខ Hisoka នឹងប៊ីសនឹងប្រឡងជាប់ជា Hunter កាលពីឆ្នាំមុនតែដោយសារតែគាត់វាយគណៈកម្មការប៊ីសងាប់ទើបគេឲ្យធ្លាក់វិញលឺអញ្ចឹង Leorio ផ្លាត់មកសួរថាធ្វើខុសចឹងហើយគេឲ្យចូលរួមប្រកួតទៀតហើយថនប៉ានិយាយថាសមាគម Hunter រើសយកអ្នកខ្លាំងមិនមែនរើសយកអ្នកដែលមានសិលធម៌ល្អអីនោះទេមានន័យថាទោះបីជា3សាច់ក៏អាចចូលប្រឡងជា Hunter បានដែរឲ្យតែខ្លាំងតែហាមតែម្យ៉ាងកុំឲ្យតែវាយគណៈកម្មការរៀបចំការប្រឡងទៅបានហើយបន្ទាប់មកទៀតដើម្បីមិត្តភាពថនប៉ាបានចែកភេសជ្ជៈមួយកំប៉ុងឲ្យក្រុមរបស់ Gon ញ៉ាំនៅពេលហ្នឹងបេក្ខជនដែលធ្លាប់ស្គាល់ថនប៉ាដឹងថាថនប៉ាកំពុងតែចង់ធ្វើបាបអ្នកថ្មីហើយការពិតនៅក្នុងភេសជ្ជៈកំប៉ុងហ្នឹងមានថ្នាំជូរពោះរាគអាចផឹកហើយរាគអាច3ថ្ងៃមិនទាន់បាត់ផងសំណាងល្អពេលនឹង Gon បានភ្លក់មុនគេហើយដឹងថារបស់ហ្នឹងញ៉ាំអត់កើតទេតែគាត់អត់ដឹងថាថនប៉ាលួចដាក់ថ្នាំរាគនោះទេមើលទៅដោយសារតែមិនអាចធ្វើបាបគ្នារបស់ Gon បានថនប៉ាក៏ដកថយទៅវិញសិនអបិថនប៉ានឹងប្រឡងមិនដែរជាប់ទេចឹងហើយទើបគាត់ទាញគេឲ្យទៅធ្លាក់ជាមួយគាត់ទើបគាត់សប្បាយចិត្តប៉ុន្តែឆ្នាំហ្នឹងដូចជាសើចណាស់ចង់ធ្វើបាបអ្នកណាក៏អត់បានសម្រេចដែរគួរចាប់អារម្មណ៍ណាស់នៅពេលនោះមានបេក្ខជនម្នាក់ឈ្មោះខេឡូវ៉ាបានផឹកភេសជ្ជៈគាត់មួយកំប៉ុងហើយសុំមួយកំប៉ុងទៀតដោយសារតែគាត់ស្រេកទឹកពេកខេឡូវ៉ាក៏ដឹងដែរថាក្នុងហ្នឹងមានថ្នាំពុលប៉ុន្តែថ្នាំពុលមិនអាចធ្វើអីគាត់បាននោះទេបន្ទាប់មកទៀតទ្វារចាប់ផ្ដើមបើកហើយមានគណៈកម្មការម្នាក់ឈ្មោះសថោតបានចេញមកស្វាគមន៍បេក្ខជនទាំងអស់គ្នាសថោតប្រាប់ថាគាត់ជាអ្នកទទួលខុសត្រូវលើការប្រឡងដំណាក់កាលទី1វិញ្ញាសាក្នុងការប្រឡងលើកនេះគឺងាយយល់ទេបានអ្នកណាគេអាចដើរតាមគាត់ទៅដល់កន្លែងប្រឡងដំណាក់កាលទី2គឺជាប់ហើយនៅពេលនោះសថោតដើរកាន់តែយូរកាន់តែលឿនធ្វើឲ្យបេក្ខជនទាំងអស់ទាល់តែរត់ទើបទាន់គាត់ដើរសថោតអត់បានប្រាប់ទេថាបេក្ខជនត្រូវរត់ចម្ងាយប៉ុន្មានទេសំខាន់ត្រូវតែរត់ឲ្យទាន់គាត់បន្ទាប់ពីបានរត់ជាង2ម៉ោងប្រហែលជាង30គីឡូដីយើងឃើញមានអ្នកចុះចាញ់បដាហើយងាកទៅមើល Leorio ដែលកំពុងតែរត់ហត់ស្រាប់ផង Killua ជិះស្គីមកវាគាត់យីអានេះហែងធ្វើខុសច្បាប់ហើយលេងខូចគេមែនអានេះនៅពេលហ្នឹង Gon បានមកទាន់ហើយប្រាប់ថាអត់ខុសច្បាប់ទេសថោតបានប្រាប់ថាឲ្យតាមទាន់គាត់មិនបានហាមមិនឲ្យជិះអីណា
បន្ទាប់មកទៀត Killua បានជន់ស្គីមកកាន់នៅនឹងដៃដើម្បីរត់កំដរ Gon ហើយពួកគេឃើញ Leorio អស់កម្លាំងទៅមុខលែងរួច Killua បានប្រាប់ Gon ថាកុំឲ្យរវល់ជាមួយនឹងគាត់ប្រយ័ត្នរត់អត់ទាន់គេប៉ុន្តែ Gon បានឈរសម្លឹងមើល Leorio ជាមួយនឹងកែវភ្នែកចង់ប្រាប់ថាតស៊ូឡើងនៅពេលនោះ Leorio មានកម្លាំងចិត្តព្រឹសមិនដឹងថាកម្លាំងមកពីណាទេហើយខំប្រឹងរត់បន្តទៀតគិតមកទល់ពេលនេះបេក្ខជនរត់បាន80គីឡូហើយដល់វគ្គឡើងចដើបានន័យថាជិតដល់គោលដៅហើយចំណែក Gon និង Killua ដូចរត់អត់ហត់សោះឆ្លៀតបបួលគ្នារត់ប្រណាំងបានអ្នកណាចាញ់បើគេញ៉ាំអីងាកមកមើល Leorio រត់ឡើងរបូតអាវហើយគាត់បានបញ្ចេញទ្រឹស្ដីថាមនុស្សយើងតលតែធ្វើឲ្យខ្មាស់គេខ្លះទើបទៅមុខរួចនៅពេលហ្នឹងដើម្បីបន្លប់កុំឲ្យនឹកឃើញហត់គូរ៉ាពីកាក៏បានយករឿងរបស់គាត់មកប្រាប់ Leorio ថានៅក្នុងក្លែនរបស់គាត់មានភ្នែកពិសេសម្យ៉ាងដែលគេហៅថា Scarlet Eye អាភ្នែក Scarlet Eye ហ្នឹងពេលដែលយើងមានអារម្មណ៍ពុះកញ្ជ្រោលវានឹងប្ដូរទៅជាពណ៌ក្រហមព្រឿងៗមើលទៅស្អាតណាស់ហើយក្រុមរបស់ Phantom ដែលសម្លាប់មនុស្សនៅក្នុងក្លែនរបស់គាត់គឺដើម្បីប្លន់យកភ្នែកហ្នឹងទៅលក់នៅទីផ្សារសង្គមងងឹតហើយការដែលកូរ៉ាពីកាធ្វើជា Hunter គឺដើម្បីសងសឹកនឹងតាមយកភ្នែកហ្នឹងមកវិញនៅពេលហ្នឹង Leorio ក៏បានយករឿងរបស់គាត់មកប្រាប់កូរ៉ាពីកាផងដែរថាការដែលគាត់ចង់ធ្វើជា Hunter គឺដើម្បីរកលុយឲ្យបានច្រើនកាលពីមុន Leorio ធ្លាប់មានមិត្តសំណប់ម្នាក់ត្រូវបានស្លាប់ដោយសារតែគ្មានលុយព្យាបាលជំងឺចឹងហើយទៅអនាគតគាត់ចង់បើកមន្ទីរពេទ្យព្យាបាលជំងឺឥតគិតថ្លៃប៉ុន្តែធ្វើអញ្ចឹងអស់លុយច្រើនកាត់ទៅមើល Gon និង Killua វិញ Gon បានសួរ Killua ថាហេតុអ្វីបាន Killua ចង់ក្លាយជា Hunter ហើយ Killua បានប្រាប់ Gon ថាអត់មានបំណងចង់ក្លាយជា Hunter ទេគ្រាន់តែឮថាការប្រឡងធ្វើជា Hunter ហ្នឹងវាពិបាកវាប្រកួតប្រជែងស្ដាប់មើលទៅគួរឲ្យសប្បាយណាស់តែពេលគាត់ចូលមកលេងដូចជាអត់មានសប្បាយអីផងបន្ទាប់មកពួកគេក៏បានមើលឃើញពន្លឺថ្ងៃបានន័យថាដល់ផ្លូវចេញហើយឃើញអញ្ចឹងបេក្ខជនទាំងអស់មានអារម្មណ៍ថាធូរចិត្តណាស់ចំណែក Gon និង Killua បានទៅដល់ខាងលើមុនគេហាក់បីដូចជាអត់មានអារម្មណ៍ហត់អីសោះបន្ទាប់មកបេក្ខជនមកជុំគ្នាអស់ហើយសថោតបានប្រាប់ថាត្រូវឆ្លងកាត់ព្រៃមួយទៀតទើបដល់កន្លែងប្រឡងដំណាក់កាលទី2ប៉ុន្តែប្រយ័ត្នបន្តិចដោយសារក្នុងព្រៃហ្នឹងមានអន្ទាក់ច្រើនហើយមានសត្វសាហាវឆ្លាតដែលចេះបោកមនុស្សថែមទៀតផងនៅពេលនោះស្រាប់តែមានបុរសម្នាក់បានចេញមកចង្អុលមុខរបស់សថោតហើយប្រាប់គេឯងថាសថោតហ្នឹងគឺជាមនុស្សคล้ายតែប៉ុណ្ណោះគាត់ទើបជាគណៈកម្មការពិតប្រាកដហើយដើម្បីឲ្យគេជឿជាក់គាត់បានអុសស្វាមួយក្បាលចេញមកមុខដូចសថោតអញ្ចឹងចង់ប្រាប់ថាសថោតគឺជាស្វាប្រែកាយតែប៉ុណ្ណោះហើយគាត់មានគោលបំណងបញ្ឆោតបេក្ខជនឲ្យចូលព្រៃដើម្បីស៊ីនៅពេលហ្នឹងស្រាប់តែមានសន្លឹកបៀហោះទៅចាក់សម្លាប់បុរសម្នាក់ដែលអះអាងថាខ្លួនឯងជាគណៈកម្មការហ្នឹងក្នុងពេលជាមួយគ្នាផងដែរក៏មានសន្លឹកបៀហោះទៅចាក់សថោតផងដែរប៉ុន្តែសថោតអាចការពារខ្លួនបានអ្នកដែលគប់សន្លឹកបៀពេលហ្នឹងគឺ Hisoka និយាយថាគណៈកម្មការសុទ្ធតែជា Hunter ដែលមានវិជ្ជាគុណខ្លាំងចឹងហើយអ្នកដែលចាប់សន្លឹកបៀគាត់បានទើបជាគណៈកម្មការពិតប្រាកដនៅពេលហ្នឹងសថោតបានអរគុណ Hisoka ដែលបានជួយបកអាក្រាតមុខជនខ្លែងខ្លាយប៉ុន្តែគាត់បានប្រមាន Hisoka ថាបើសិនជាវាយប្រហារគាត់ម្ដងទៀតនឹងមានរឿងធំហើយលើកនេះគឺជាមេរៀនដ៏ល្អមួយសម្រាប់ឲ្យបេក្ខជនមានការប្រុងប្រយ័ត្នព្រោះសត្វនៅតំបន់ហ្នឹងមានល្បិចច្រើនអញ្ចឹងបន្ទាប់មកសថោតបានដឹកនាំបេក្ខជនដើរកាត់ព្រៃដើម្បីទៅដល់កន្លែងប្រឡងដំណាក់កាលទី2នៅពេលដែលចូលទៅជ្រៅទៅគូរ៉ាពីកានិង Leorio ចាប់ផ្ដើមមានអារម្មណ៍ថាមេឃចាប់ផ្ដើមចុះអាប់មើលផ្លូវលែងឃើញហើយបន្ទាប់មកទៀតស្រាប់តែឃើញស្រមោលបេក្ខជនដែលរត់នៅខាងមុខគាត់ដាច់ក្បាលម្ដងម្នាក់ញាក់សាច់ហើយបន្តិចក្រោយមកស្រាប់តែមានអណ្ដើកយក្សធំជាច្រើនក្បាលចេញមកចាប់មនុស្សស៊ីនៅពេលហ្នឹងអណ្ដើកយក្សក៏ចង់ចាប់ Leorio និងកូរ៉ាពីកាស៊ីផងដែរប៉ុន្តែសំណាងល្អពួកគេអាចនាំគ្នាវាយរំដោះខ្លួនរួចហើយនាំគ្នាប្រញាប់ចាកចេញពីទីនោះក្នុងពេលជាមួយគ្នាមានបេក្ខជនខ្លះបានដើរជន់ផ្សិតពុលហើយពេលដែលហិតលំអងរបស់វានឹងត្រូវស្លាប់ព្រមទាំងមានផ្សិតដុះពេញក្បាលថែមទៀតផងនៅក្នុងព្រៃហ្នឹងសម្បូរសត្វសាហាវណាស់សូម្បីតែសត្វមេអំបៅក៏អាចទម្លាក់លំអងសម្លាប់មនុស្សបានដែរបេក្ខជនខ្លះទៀតតាមសថោតអត់ទាន់ក៏វង្វេងផ្លូវហើយនៅពេលដែលឮសថោតហៅក៏រត់ទៅតាមសំឡេងនោះតែបែរទៅជាជន់អន្ទាក់ធ្លាក់រណ្ដៅទៅវិញតាមពិតទៅអាសំឡេងហ្នឹងគឺជាសំឡេងរបស់សត្វក្អែកដែលវាធ្វើសំឡេងត្រាប់តាមសថោតតែប៉ុណ្ណោះកាត់ទៅមើល Gon ហើយនិង Killua វិញពួកគេដើរជន់អន្ទាក់ហើយត្រូវបានកង្កែបយក្សបានលេបផងដែរប៉ុន្តែមិនដឹងជាយ៉ាងម៉េចទេក្រោយមកកង្កែបនោះបានខ្ជាក់ពួកគេចេញមកវិញលើកនេះបានគុណភេសជ្ជៈរបស់ថនប៉ាដែលធ្វើឲ្យកង្កែបនឹងពុលត្រឡប់ទៅមើល Leorio និង Kurapika វិញនៅតាមផ្លូវពួកគេបានឃើញមនុស្សមួយក្រុមកំពុងតែព័ទ្ធ Hisoka មិនដឹងថាមានរឿងអីទេហើយក្រោយមកបន្តិចឃើញមនុស្សមួយក្រុមនឹងដេកព្រាតពេលហ្នឹង Hisoka សួរ Kurapika និង Leorio ថាចង់ចូលរួមលេងជាមួយគាត់អត់
ហើយដោយសារតែមើលទៅលេងក៏មិនចំណេញកូរ៉ាពីកានិងលេអូរីយ៉ូក៏រត់ចែកជើងគ្នាគួរឲ្យភ្ញាក់ផ្អើលណាស់ស្រាប់តែបន្តិចក្រោយមកលេអូរីយ៉ូក៏បានត្រឡប់មកវិញដោយសារតែគាត់មានគោលការណ៍របស់គាត់មួយគឺគាត់មិនធ្វើជាមនុស្សកំសាកជាដាច់ខាតនៅពេលហ្នឹងលេអូរីយ៉ូដូចជាឆាវឆាវណាស់បានប្រើដំបងស្ទុះទៅវាយហ៊ីស៊ូកាប៉ាំងប៉ុន្តែវាយអត់ត្រូវគាត់នោះទេហើយប៊ីនឹងហ៊ីស៊ូកាចាត់ការចោលទៀតផងសំណាងបានកនវត្តសន្ទូចចំមុខហ៊ីស៊ូកាជួយសង្គ្រោះគាត់តាន់តាំងពីណាពីណីមកមិនសូវមាននរណាវាយហ៊ីស៊ូកាត្រូវនោះទេតែកនប្រើសន្ទូចធម្មតាក៏អាចវាយគាត់ត្រូវដែរនៅពេលហ្នឹងហ៊ីស៊ូកាបានដើរទៅសុំមើលសន្ទូចរបស់កនតិចមើលហើយនៅពេលដែលឃើញកនកំពុងតែមានគ្រោះថ្នាក់អញ្ចឹងលេអូរីយ៉ូក៏ចង់ទៅវាយហ៊ីស៊ូកាពីក្រោយហើយត្រូវបានហ៊ីស៊ូកាសោយមួយដៃត្រូវធ្ងន់ឆ្លៀតពេលហ្នឹងកនបានចូលទៅវាយហ៊ីស៊ូកាផងដែរតែវាយអត់ត្រូវសោះកនពិតជាមានជំនាញក្នុងការប្រើសន្ទូចរបស់គាត់ណាគប់ទៅត្រង់សោះតែអាចបត់90ដឺក្រេបានគាត់ប្រើវិធីនេះដើម្បីញាក់ឆ្វេងវាយស្ដាំប៉ុន្តែនៅតែមិនរួចហើយត្រូវបានហ៊ីស៊ូកាច្របាច់កជាប់ទោះយ៉ាងណាហ៊ីស៊ូកាមិនបានធ្វើបាបកនទេមើលទៅចរិតរបស់គាត់ចូលចិត្តអ្នកក្លាហានចឹងហើយទើបនៅពេលហ្នឹងគាត់បានទុកជីវិតឲ្យលេអូរីយ៉ូនិងកនហើយថែមទាំងបានជួយលីលេអូរីយ៉ូដែលកំពុងសន្លប់ទៅចូលរួមការប្រឡងនៅជុំទី2ថែមទៀតផងក្រោយពេលដែលហ៊ីស៊ូកាលីលេអូរីយ៉ូចេញទៅផុតកូរ៉ាពីកាក៏បានមកដល់ហើយកនក៏ហិតតាមក្លិនរបស់លេអូរីយ៉ូដើម្បីធ្វើដំណើរទៅកន្លែងប្រឡងដំណាក់កាលទី2ហើយសាច់រឿងភាគទី3របស់យើងក៏ស្លេះតែត្រឹមនេះអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំបាទអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង comment ឲ្យបានច្រើនសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយបើចុចរួចហើយជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបបររុងរឿងបាយបាយ